បងប្អូនគ្នាថ្ងៃហ្នឹងគឺខ្ញុំ best strawberry តែ strawberry នេះបងប្អូនផ្លែល្អមែនតើហើយធំខ្លាំងណាមើលបងប្អូននេះពេលផ្លែធំបែបនេះបើពីមុននេះគឺថ្លៃមែនតើតែឥឡូវទៅកែលក់ធូរថ្លៃបងប្អូនហើយផ្អែមទៀតផ្អែមឆ្ងាញ់ណាស់តែកាខ្ញុំពីមុនគាត់អត់ហូបធំចឹងទេតែទូចឥឡូវគាត់ហូបធំតែដោយសារ strawberry ថោកហ៎អែមបងប្អូនអរគ្នាបងប្អូនដែលនៅមកចនណានៅមកចនយើងចង់ទិញ strawberry អីគឺអាចឆាតមកខ្ញុំបានណាបងប្អូនអរគ្នាតែកាយខ្ញុំក៏ឲ្យជួយលក់ចឹងតែថា strawberry ច្រើនហើយ1គីឡូតែ 5,000 ទេបងប្អូនទុំឲ្យផ្អែមឆ្ងាញ់មែនតើបងប្អូន1គីឡូ 5,000 ទេចង់ទិញបានចឹងនេះតែបងខ្មែរនៅចិត្តហ្នឹងគាត់ឆាតមកទិញអញ្ចឹងចាំថ្ងៃតែកាយគាត់ឲ្យខ្ញុំជួយលក់អញ្ចឹងហ៎អញ្ចឹងដល់រកតែអត់ជ័យហើយកំងទៅដល់ជ័យបងប្អូនហើយនេះបេះទៅលួចលាយដាក់ឲ្យទេបងប្អូនអញ្ចឹងបងប្អូននៅមកចនចិត្តមកចននេះចង់ទិញគឺមកយកដល់ផ្ទះបានលក់ឲ្យបងប្អូន1គីឡូ 5,000 អាចកំងបានបងប្អូនអើយវីដេអូមានច្រើនតែអត់សូវបានកាត់អត់សូវបានបញ្ចូលសលេងអញ្ចឹងបងប្អូនអរគ្នាហើយដូចឥឡូវនេះពួកយើងធ្វើការ best strawberry ទៀតហើយមុំតែឲ្យថតបានថតបងប្អូននេះមើលដើរកាច់រៀងសាហាវនិយាយថាធ្វើការពីរណែតែធ្វើដូចហើយធម្មតាហ្មងហើយ best strawberry មួយថ្ងៃបេះអត់ឲ្យបងប្អូនឥឡូវគឺយើងបេះថ្លឹងគីឡូហើយផ្លែមហោស៊ឺគឺផ្លែសត្វម៉ាទៀពេញហ្មងនិយាយទៅចុងដៃនេះគឺផ្លែច្រើនមែនតើហើយចំពោះបងប្អូនចង់មើលហើយវីដេអូពីការងារនៅកូរ៉េពីការងារខ្ញុំអីចឹងបងប្អូនខ្ញុំបានថតអាការងារកន្លែងណាដែលស្រួលដែលយើងអាចថតឲ្យមើលបានណាពេលណាបថតញ៉ាច់ខ្លាំងគឺយើងអាចកាន់ទូរស័ព្ទខាងនេះរបស់នេះបងប្អូនអរគ្នាអញ្ចឹងបានតែពេលធានាបងប្អូនអរគ្នាផ្លែ strawberry យើងគឺល្អមែនទែនបងប្អូនហើយអត់ទាន់ដាក់ filter ណាក្រហមប៉ុណ្ណឹងគឺវាទុំខ្លាំងណាស់ថាអាកាសធាតុក្តៅហ៎ហើយផ្លែឡើងផ្អែមបងប្អូនអើយក្រហមល្អណាស់និយាយទៅតើមកថតវីដេអូ strawberry មកបងប្អូនគាត់ឃើញគាត់ចូលចិត្តច្រើនមែនទែនហ្មងដោយសារតាផ្លែឈើរបស់យើងគឺល្អខ្លាំងហ៎ហើយមើលនេះបងប្អូននិយាយទៅបើបានឃើញនៅក្រៅវិញដល់ខ្វះក៏មិនទៅបងប្អូនគឺផ្លែល្អមែនតើបងប្អូនបានឃើញតតណានិយាយទៅខ្ញុំឃើញតែម្នាក់ឯងអត់អស់ចិត្តថតចែកបងប្អូនមើលដែរបងប្អូនអរគ្នាខ្ញុំនិយាយលើកទឹកចិត្តខ្លួនឯងចេះផ្លែស្វាត់រៃលក់អត់កើតទេអញ្ចឹងយើងញ៉ាំទៅហើយខ្លះណាក៏អូបបងប្អូនក៏អូបដូចចន្ទទីទុំបន្តិចដូចថ្នោតទុំបន្តិចបើថាគ្រឿងវិញអូយឈ្ងុយហើយឡើងដូចឈ្ងុយអញ្ចឹងចាំមើលខ្ញុំថាចេះអូស្វាត់ណាថ្លឹងលក់អត់កើតទេខ្លាចវាបែកអញ្ចឹងយើងញ៉ាំមកហើយទៅទៀតផ្អែមហើយក៏អ៊ំអូឡងប៉ះអូអានេះតូនផងឈ្ងុយហ្មងហើយអញ្ចឹងទិញបានអាផ្លែទុំខ្លាំងរៀងស្វិតតិចហ្នឹងផ្អែមមែនតែនមកជាតិបងប្អូនអ្នកគ្នាឃើញ strawberry ទាំងអត់ទេអញ្ចឹងលក់គ្មានបានថ្លៃទេបងប្អូនឥឡូវគឺចុះថោកមែនតែនតកាយខ្ញុំអីឥឡូវ1គីឡូតែ 6,000 ទេបងប្អូនហើយពីមុនក៏បេះថ្មី1គីឡូសិតតែ 20,000 ឥឡូវថោកមែនតែនបានតែ 6,000 ហើយថ្ងៃហ្នឹងបងប្អូននៅចិត្តហៅទៅហ្នឹងគាត់មកទិញម្នាក់ 2-3 គីឡូថ្លឹងឲ្យទៅម្នាក់អត់ទៅ 6,000 ហូបចុះបងប្អូនហើយបើនៅម៉ាត់រៀងនៅថ្លៃតែបើតកាយខ្ញុំគាត់លក់ឥឡូវរៀងធូរថ្លៃវិញហើយផ្លែក៏ច្រើនមែនតែនហើយផ្លែឆ្ងាញ់ណាបងប្អូនអរគ្នាហើយលក់ហ្នឹងលក់សម្រាប់តែបងប្អូននៅចិត្តនេះគាត់មកយកដល់ផ្ទះអីចឹងចេះតែលក់ឲ្យបើថានៅឆ្ងាយអត់មានដាក់ផ្ញើទេហើយឃើញស្រាប់ឯនេះគឺផ្លែល្អអញ្ចឹងដោយសារតែផ្លែទូចគឺយើងអត់បេះទេដោយសារតែទូចពេកគឺអត់លក់ទេទុកចោលតែម្ដងអញ្ចឹងបេះតែផ្លែណាអាចលក់បានអញ្ចឹងណាបងប្អូនអរគ្នាឃើញគាត់ឃ្លានអញ្ចឹងក៏មិនដឹងធ្វើមិនដែរបងប្អូននៅខ្មែរក៏អាចផ្ញើទៅកើតដែរបងប្អូនអើយអធិស្ឋានបងប្អូនអើយមកបេះ strawberry ទៀតហើយ strawberry បងប្អូនឲ្យតែពេលចិត្តដល់ខែដែលគេត្រូវបោះចោលយល់ថាផ្លែបេះមិនទាន់ទេបងប្អូនហើយតកាយខ្ញុំមកគាត់នៅបេះដល់ខែ5មកបងប្អូនអរគ្នានេះបើឥឡូវរៀងចុះថោកអញ្ចឹងណាហើយសបោមួយគាត់មកទិញដល់ហើយតកាយខ្ញុំឲ្យល្អ